mà chẳng những sắc xa bị cảm thị Excel mà chẳng cảm thị Excel cứ chỉ cảm thị mùi đã cập rộng từ lỡ siêu phao bạch chi đặc biệt ở tập bồn để cảm thị Excel nó bắt cao đã cộng hồn Microsoft hay Microsoft nó cứ chỉ cộng hồn mà rồi bỏ mà hà thay bia ghé rồi mà chẳng cứ Excel nó cứ bắt đầu từ lỡ cả điệp chồng bị phía kẻ này tới đến đây nó không có là chẳng hạn bà lọt nè mà bà lọt nó hay có là đấy có là mà chặt tròn nấy chùa đế nâng chùa trầu chẳng biệt thà cả là chặt tròn nó cứ xe là này ông lấy hạt xe nó hay có làต่อไปchùa đế cái hào rổ mà cả lỏng chùa chô rổ chùa đế rồi chạm những cái cả lỏng chùa chô nè ต่อไปรោchùa đế chế mà ต่อไปประสอบระเบียงขลมให้หนึ่งโรมาประอบนั่งหาท้ากะลาได้อองเล็กหาท้าสไลด์เซลเนี่ยจังเบียตระบานปลาสำหรับกิจการโดยจีเธอกลมรูให้ได้บัตรจังเพียรจังคือดาวเลือกแก่ไหนนะให้ได้บัตรการบรรจุตัวไหนหนึ่งการประกาศตารางได้ยังไอปลาในเลือกการวิธีมาmáy Windows chẳng là computer giờ này ha Windows chẳng hay đăng Mac OS và bộ Apple lắm nângឧបករណ៍ចល័តចឹងឧបករណ៍ចល័តរបស់ពួកទូរស័ព្ទដៃដូចជាគេ tablet ហើយនឹង Surface អីជាដើមទូរស័ព្ទiPad ពួក tablet អីហ្នឹងបាទហៅឧបករណ៍ចល័តមុខងារសំខាន់រួមមានដូចជាបណ្ដាល័យដ៏ធំមួយនៃរូបមន្តអញ្ចឹងមានន័យថា Excel នឹងខ្លាំងបំផុតគឺការគណនារូបមន្តហ្នឹងហ្មងអញ្ចឹងគណិតវិទ្យាមានប៉ុន្មានវិទ្យាចូល Excel ហ្នឹងទាំងអស់ដែលមានមុខងារក្រាបអញ្ចឹងយើងទៅទៀតរៀនដល់ក្រាបហើយក្រាប graphic ក្រាបនិងតារាងជំនួយនិងតារាងជំនួយដែលធ្វើឲ្យមានសារៈសំខាន់សម្រាប់អាជីវកម្មណាអញ្ចឹងគឺសម្រាប់អាជីវកម្មក្រុមហ៊ុនអីហ្នឹងគឺត្រូវការប្រើតារាង Excel ហ្នឹងហេរ៉ាញ់វត្ថុផ្នែកគណនេយ្យនិងវិជ្ជាជីវៈជាច្រើនទៀតណាចឹងបើយើងអ្នកចេះអង់គ្លេសយើងអានអង់គ្លេសអាហ្នឹងឆាប់យល់ជាងអញ្ចឹងណាព្រោះពាក្យបច្ចេកទេសវាដូចជាវេទិកាផ្សេងអញ្ចឹងពាក្យវេទិកានេះ platform នេះអញ្ចឹងយើងបកវេទិកាអញ្ចឹងរៀងស្ដាប់ទៅរៀងប្លែកប៉ុន្តែតាមពិតគឺពាក្យបច្ចេកទេសវា platform ហ្នឹងគឺប្រភេទបាទ OS នៃគេវាដំណើរការហ្នឹង OS ហ្នឹងមកពី operating system បាទអញ្ចឹងយើងរៀនទៅស្វែងយល់ទៅឆាប់យល់ហើយអូខេអញ្ចឹងយើងឃើញរូបនេះអញ្ចឹងរូបហ្នឹងមេរៀនហ្នឹងសំខាន់គេឲ្យយើងចេះប្រមាណចំណុចហ្នឹងហើយ1 2 3 4 5 6អញ្ចឹងយើងមុនគេ cell នេះមើលរូបអាបឡោះនេះយើងคลิกទៅកន្លែងនេះវាចេញលេខ D8 អញ្ចឹងមានន័យថាវានៅក្នុងកន្លំ D ហើយរោទី8អញ្ចឹងឈ្មោះវា D8 អញ្ចឹងអាហ្នឹងឯងហៅថា select cell ទី2 formula bar នេះក្រហមនៅលើនេះដែលគេដាក់រួមមកនេះដូចជា30យើងមក30ស្មើ D2 ដល់ D5 អញ្ចឹងមានន័យថាវាទាញបូកពី D2 នេះដល់ D5 នេះអញ្ចឹងឃើញចម្លើយប៉ុណ្ណឹងបាទបន្តមកទី3កន្លំនេះជួឈោនេះមកជួឈោនេះបឈោហ្នឹងហៅថាកន្លំរោនេះពីលេខ1ដល់លេខចុះក្រោមរហូតមកហ្នឹងហៅរោអញ្ចឹងចឹងកន្លំជួឈោរោជួដេស៊ីតនេះសន្លឹកការងារនេះមានស៊ីត1ស៊ីត2ស៊ីត3ហើយនឹង starter bar នៅក្រោមនឹងមួយទៀតមានន័យថាពេលយើងឈោការងារលើអីវានឹងបង្ហាញ starter bar PD ហ្នឹងអានេះគឺសម្រាប់តែមើលទេអូខេអញ្ចឹងគឺយើងមើល Excel ជាក់ស្ដែងមកបាទអញ្ចឹងតម្រងបើកមកចេញបែបហ្នឹងនេះមកប្រឡោះហ្នឹងអញ្ចឹងឥឡូវយើងសារវាយលំហាត់មួយចូលទៅបាទវាយលំហាត់ដូចគេចូលអញ្ចឹងគ្រូគ្រាន់គ្រូអានេះទូចពេកគ្រូបាក់មើលអញ្ចឹងគ្រាន់គ្រូ copy វាឲ្យផេះមកផេះធំអញ្ចឹងគ្រូបរិច្ចេកមកអាចស្រួលមើលអញ្ចឹងទី1នេះ check number ហើយ date អញ្ចឹងគ្រូវាយទៅ check បាទ check number បាទ check number ទី2 date ទី3គេ description ទី4បាទ amount ទៅម្ដងញ៉េអញ្ចឹងយើងមើលកន្លែងនេះញ៉េមាន A ហ្នឹងរៀងធំជាងគេតិចអញ្ចឹងយើងអាចទាញយកវាចេះឬក៏យើងឆ្លាតលឿនណាពេលយើងដាក់វាបាំងអក្សរចឹងคลิกឡើង2ដងមកញាប់មកវាប្រៀបឲ្យប៉ិនមកអក្សរណាបាទនេះ
description ដូចគ្នាដែរយើងទាញយើងទូអញ្ចឹងคลิกពីរដងមករីប៉ុន្មានសអូខេអញ្ចឹងយើងមើលនេះ100 101 102អញ្ចឹងយើងអាចវាយទៅ100ស្កុតអញ្ចឹងមកអញ្ចឹងយើងរៀនហើយយើងចុចលើវាដាក់សញ្ញាលេខបូកខ្មៅនេះហើយចុច control ឲ្យជាប់បាទ control ជាប់មក101 102អញ្ចឹងមើលថ្ងៃទី23ខែ2 2025យើងស្តង់ដាយើងថ្ងៃមុនណាយើងថ្ងៃខែឆ្នាំតែស្តង់ដាខាងអឺរ៉ុបគឺខែថ្ងៃឆ្នាំអញ្ចឹងយើងវាយមកបាទអញ្ចឹង 2/23 2015ញ៉េអញ្ចឹងពេលហ្នឹងវាចេញថ្ងៃខែឆ្នាំអញ្ចឹងបើករណីយើងចង់ដូរចាំតិចទៀតឥឡូវយើងចេះវាយសិនចាំរឿងរៀនដូរចាំយើងទៅមុខមកមេរៀនទៀតឥឡូវយើងចេះវាថាតាមសិន water bill បាទដល់មកប្រហែល45បាទចឹងឃើញដុល្លារនៅខាងមុខចេះយើងបាច់វាយណាតិចវាយដុល្លារចេះបាច់យើងបាច់វាយដុល្លារវាយ45បានហើយចឹងពេលយើងចង់បានទៅជាដុល្លារយើង select លើវាហ្នឹងមកបាទនិយាយយកពាក្យថាមានដុល្លារលើអញ្ចឹងក៏ដុល្លារនេះវាឃ្លាតឆ្ងាយអញ្ចឹងដុល្លារឃ្លាតឆ្ងាយគឺដោយសារវាជា accounting ចឹងយើង click ឡើងហ្នឹងយកពាក្យថា currency អញ្ចឹងដុល្លារមកចិត្តវិញហើយអញ្ចឹងដុល្លារមានពីរប្រភេទបើយើង click ឡើងវានេះយកពាក្យថា accounting ដុល្លារវានៅខាងគៀននេះគៀនទោះបីយើងទាញកន្លងដល់ណាក៏វានៅតែគៀនដែរអញ្ចឹងណាបាទតើយើងចង់ឲ្យវា up វិញយើង click ឡើងនេះយកពាក្យថាបាទ currency អញ្ចឹងវាដុល្លារ up អូខេយើងវាយទៀតមក324ហើយនឹងបាន2015បាទ power bill បាទចំនួនបាន67បាទបន្តមកទៀតគឺ4ខែ4ថ្ងៃ20បាទ2015អានេះគេ internet bill internet bill បាទគេវាយសធំវាយធំតាមដល់វាយតូចតាមដល់យើងរៀនសិនអញ្ចឹងណាចឹងយើងមើលកន្លែងនេះមួយគឺតម្លៃវាប្រហែល50ចឹងបើករណីវាដូចគ្នាចេះយើងចង់បានលឿនយើងមិនចាប់យើងស្លេចម្ដងទាំងពីរឲ្យដូរចេះក៏បានយើងស្លេចឲ្យដូរម្ដងពីរក៏បានឬឆ្លាតជាងហ្នឹងទៀតយើងស្លេចលើវានេះ format painter ចាប់លើវាមកអូនពីក្រោមមកចោលចឹងមើលក៏អសវាក៏ក្រហមស្លេចលើវាមកដាក់ក្រហមឃើញទេបាទអញ្ចឹងគឺយើងចេះបង្កើតតារាងមើលអញ្ចឹងយើងមើលទំព័រលើនេះអស check number នេះរៀងដិតហ្នឹងយើងរៀនហើយពី word គឺយើងស្លេចឲ្យវាដាក់បលទី2យើងមើលវាមានផ្ទៃយ៉ាងទៀតអញ្ចឹងណាផ្ទៃអញ្ចឹងយើងស្លេចលើវាហ្នឹងមកហើយយកនេះធុងទឹកការ fill អង់គ្លេស have fill យើងខ្មែររូបធុងទឹកហើយចាក់ពណ៌នេះហ្នឹងមកពណ៌បាទវាខៀវខ្ចីអញ្ចឹងបាទអញ្ចឹងដល់កន្លែងហ្នឹងហើយគឺយើងត្រូវចេះមុនគេគឺចេះនេះ total អញ្ចឹងដើម្បី total យើងមើលកន្លែង C8 អញ្ចឹងយើងនេះ row C column D អញ្ចឹងនេះ column D3 យើងដាក់ចំអាហ្នឹងមកតែពេលយើងវាយ total នេះនៅខាងក្រោយវាមួយ column C អញ្ចឹងយើងវាយ total កន្លែងនេះបាទអញ្ចឹងកន្លែងនេះយើងអត់វាយណាអានេះជាការគណនារូបមន្តឃើញទេអញ្ចឹងយើងវាយស្មើ30ហើយបើថេបមកនេះឃើញវាអញ្ចឹងចុចលើនឹងមកលឿនចុចពីរដងអញ្ចឹងពេលដែលយើងវាយស្មើ30អញ្ចឹងហើយយើងថេបក៏បានដែរថេបមើល key ថេបហ្នឹងក៏បានឬក៏យើងវាយ SUM ហើយយើងចុចលើវាពីរដងក៏បានដែរនេះហើយអូសលើនឹងមកហើយ enter បាច់បិទវងកញ្ចក់អមយូរទេវាអូតូបិទយើងនេះអញ្ចឹង100បាន162check balance 523បាទអញ្ចឹងយើងវាយមក check balance ចុច2នេះអានេះវាលៀនអញ្ចឹងករណីឃើញលៀនខ្ញុំឃើញវាពីរដងទេមកគឺរីកឲ្យស្មើនឹង523check balance 523អញ្ចឹងនាំឲ្យ available អញ្ចឹងអានេះយើងមើលតើវាកណនារបៀបម៉េចឧទាហរណ៍ថាអានេះ500អានេះ123តើអាចដកនឹងត្រូវអត់ឧស្សាហ៍សិនណាដឹងតើលេខហ្នឹងគេឲ្យដកអញ្ចឹងឬក៏យើងមិនគេសារវាយ5 23ដកជាមួយនឹងនេះអញ្ចឹងឃើញ161ណាអញ្ចឹងអានេះគេប្រើរួមមកដកអានេះវាចូលឆេញ balance នេះវាចូលអានេះកណនាពីលើមកអញ្ចឹងអានេះយើងចង់បាននេះគេ
នេះដែរអញ្ចឹងយើងคลิกលើនេះហា format pen មកអូសយកមកលឿនអានេះពណ៌បៃតងคลิกលើវាមកហើយដូរនេះ mode អក្សរពណ៌បៃតងបាទអញ្ចឹងនេះអញ្ចឹងមេរៀនហ្នឹងគឺយើងចេះរៀបចំប៉ុណ្ណឹងអញ្ចឹងអានេះគ្រូលុបចោលគ្រាន់ copy ឲ្យបរិយាយធំស្រួលមើលយើងគ្រូលុបចោលវិញអញ្ចឹងឃើញយើងបានលំហាត់ប៉ុណ្ណឹងបាទអូខេអញ្ចឹងមេរៀនហ្នឹងយើងសង្ខេបមកវិញថាតើយើងចេះមកចំណុចអញ្ចឹងមេរៀនហ្នឹងសង្ខេបទី1គឺយើងចេះស្គាល់ពីអ្វីទៅជាកម្មវិធី Excel អញ្ចឹងយើងចេះមុខងារវាមាន1មាន2មាន3មាន4មាន5មាន6ហើយនឹងចេះបង្កើតតារាងប៉ុណ្ណាអញ្ចឹងណាបាទអូខេអញ្ចឹងមេរៀនហ្នឹងគឺចាត់ទុកថាសន្មតថាចប់ត្រឹមហ្នឹង